បាតុភូតគួរឲ្យព្រឺព្រួយតែងកើតឡើងនៅក្នុងកាឡាក់ស៊ីចំណាស់មួយរយៈពេល114ថ្ងៃម្ដងវាស្ថិតនៅ570លានឆ្នាំពន្លឺពីផែនដីបាតុភូតដ៏អស្ចារ្យមួយត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រលើភពផែនដីអង្កេតដឹងនោះគឺកាឡាក់ស៊ីដ៏ចំណាស់មួយតែងតែជះចេញនៅពន្លឺខុសពីធម្មតាជារៀងរាល់114ថ្ងៃជាមធ្យមនៃពេលវេលានៅលើភពផែនដីកាឡាក់ស៊ីចំណាស់មួយនោះត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា ESO 253b ស្ថិតនៅចម្ងាយ570លានឆ្នាំពន្លឺពីភពផែនដីមួយឆ្នាំពន្លឺស្មើនឹង9.46 ត្រីលានគីឡូម៉ែត្របាតុភូតខាងលើនេះគឺជាការជះចេញនៅរលកពន្លឺដ៏កញ្ជ្រោលនៅក្នុងរយៈពេល114ថ្ងៃម្ដងទៀតជាមធ្យមឬត្រូវបានដាក់ឈ្មោះឲ្យថាព្រឹត្តិការណ៍ ASA-ISN 14 Go ដែលអាចឲ្យក្រុមអ្នកស្រាវជ្រាវនៅលើភពផែនដីអង្កេតដឹងតាមរយៈ telescope នៅលើផែនដីនិងទីអវកាសអ្នកដឹកនាំការស្រាវជ្រាវមួយរូបឈ្មោះថា Anna Penney របស់អង្គការ NASA មកពីសាកលវិទ្យាល័យ Hawaii នៃសហរដ្ឋអាមេរិកបានឲ្យដឹងថាវាគឺជាបាតុភូតមួយដែលអាចឲ្យយើងគណនាទុកជាមុននិងជាការជះចេញនៅពហុរលកអណ្ដាតភ្លើងចេញពីម្ដំស្នូលនៃកាឡាក់ស៊ីនោះវាពិតជាផ្ដល់នូវឱកាសពិសេសមួយដើម្បីឲ្យយើងសិក្សាអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងកាឡាក់ស៊ីចំណាស់នោះកាន់តែច្បាស់បន្ថែមទៀតយើងគិតថាប្រហោងខ្មៅមហាយក្សមួយដែលស្ថិតនៅចំកណ្ដាលកាឡាក់ស៊ីនោះគឺជាអ្នកដែលតែងតែបង្កើតនៅរលកពន្លឺជះចេញតាមរយៈតារាយក្សមួយដែលគូចរជុំវិញវាលោកស្រី Anna Penney បានធ្វើបទបង្ហាញខាងលើនេះនៅក្នុងកិច្ចប្រជុំលើកទី237នៃស្ថាប័នសង្គមតារាសាស្ត្រអាមេរិក AAS វាគឺជាការសិក្សាមួយដែលបង្ហាញលទ្ធផលឲ្យក្រុមតារាវិទូនានាមើលឃើញយ៉ាងច្បាស់ថាព្រឹត្តិការណ៍នៃការគូចររបស់ផ្កាយយក្ស Can Star នៅជុំវិញប្រហោងខ្មៅមហាយក្ស Supermassive Black Hole បានធ្វើឲ្យផ្កាយនោះរំជុះរំជួលហើយកម្លាំងទំនាញនៃប្រហោងខ្មៅបានបង្ខំឲ្យផ្កាយនោះជះនៅអណ្ដាតភ្លើងដ៏កញ្ជ្រោលចេញពីខ្លួនរបស់វាតែម្ដងនៅពេលដែលអណ្ដាតភ្លើងនិងឧស្ម័នជះចេញមកហើយវានឹងប្រមូលផ្ដុំខ្លាចជាបន្ទះឌីសនៅជុំវិញប្រហោងខ្មៅមហាយក្សហើយដែលការជះចេញនៅអណ្ដាតភ្លើងខាងលើនេះគឺអាចឲ្យយើងមើលឃើញពីទីអវកាសនៅក្នុងរយៈចម្ងាយរាប់រយលានឆ្នាំពន្លឺឯណោះពីវាបើតាមក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការ NASA បានឲ្យដឹងថាប្រហោងខ្មៅមហាយក្សដែលកំពុងបង្ករឿងនៅកណ្ដាលកាឡាក់ស៊ី ESO 253b នោះមានម៉ាស78លានដងធំជាងម៉ាសរបស់ព្រះអាទិត្យយើងកម្លាំងទំនាញរបស់ប្រហោងខ្មៅមហាយក្សនេះតែងតែបង្ខំឲ្យតារាយក្សដែលកំពុងគូចរជុំវិញវាជះចេញនៅអណ្ដាតភ្លើងយ៉ាងកញ្ជ្រោលនៅក្នុងរយៈពេល114ថ្ងៃម្ដងនៃពេលវេលានៅលើផែនដីរបស់យើងអ្វីដែលកាន់តែគួរឲ្យព្រឺព្រួយនោះទៀតគឺឧស្ម័នអណ្ដាតភ្លើងដែលផ្កាយយក្សនោះជះចេញម្ដងគឺមានទំហំស្មើនឹងម៉ាសនៃភពប្រហោះយើងគុណនឹង3ឯណោះគូបញ្ជាក់ថាក្រុមអ្នកសិក្សារបស់អង្គការ NASA ដឹកនាំដោយលោកស្រី Anna Penney បានប្រើប្រាស់ telescope នៃមន្ទីរពិសោធន៍ Neil Garrel Swift នៃកែវយឺតអវកាសទេសរបស់ NASA និង telescope X-ray របស់អឺរ៉ុបមានឈ្មោះថា HMM Newton ដើម្បីអង្កេតមើលបាតុភូតខាងលើនេះ